តោះសួស្តីអ្នកទាំងអស់គ្នាតើបងប្អូនណាខ្លះដែលប្រើ Gmail រាប់ឆ្នាំហើយ create password ហើយអត់ដឹងថាទៅបង្កើត password ថ្មីនៅកន្លែងណាឬមួយអ្នកដែលបង្កើត Gmail ថ្មីហើយក៏អត់ចេះបង្កើត password ថ្មីឬមួយទៀតក៏បងប្អូនខ្លះគាត់ទៅឆាតសួរគេហើយគេអត់ប្រាប់ទៅទៀតពីព្រោះ Gmail គឺវាសំខាន់ណាស់បងប្អូននៅពេលដែលយើងចង់ប្រើកម្មវិធីណាមួយគឺយើងត្រូវតែភ្ជាប់ Gmail ឬមួយក៏ Gmail នោះត្រូវបានគេ log in យកទៅប្រើប្រាស់ដើម្បីគមនាមផ្សេងហ្នឹងគឺវាហានិភ័យណាស់បងប្អូនតោះឥឡូវទៅធ្វើអស់គ្នាខ្ញុំប្រាប់ជាដំបូងអ្នកទាំងអស់គ្នាចូលក្នុង Gmail បន្ទាប់មកចុចទៅលើ account Gmail បន្ទាប់មកទៀតចូលមកចុចអាកន្លែងដំបូងនេះ manage your account នេះចុចដំបូងនោះមកបន្ទាប់មកទៀតចូលមកក្រោមចុចកន្លែងអំពងត្រី3នេះ Google password បន្ទាប់មកវាឲ្យយើងវាយ password ចាស់គឺខ្ញុំសូមវាយ password ទៅអូខេរួចចុចរួចចុចនេះត្រង់កន្លែងនេះដែលវាយើងបង្កើត password ថ្មីបងប្អូនអញ្ចឹងខ្ញុំបង្កើតតាមវាហើយតោះខ្ញុំសូមវាយ password ថ្មីតោះនេះខ្ញុំបង្កើតរួចហើយបន្ទាប់មកចុច change password change password រងទៀតអញ្ចឹងវាចេញសញ្ញាគ្រីសមកគឺយើងជោគជ័យអញ្ចឹងតើយើងចុចគេ start នេះ password របស់ខ្ញុំដូរហើយអញ្ចឹងវិធីងាយៗដែរបងប្អូននេះវាចេញសញ្ញាគ្រីសមក4ហ្នឹងគឺយើងជោគជ័យហើយតោះអញ្ចឹងចូលវីដេអូទៀតបងប្អូនតាក់ទងទៅនឹងការបិទទីតាំងការពារជនស្គាល់មុខរបស់ scammer អាចចាប់ទីតាំងបាននៅក្នុង Messenger តោះសួស្តីអ្នកនរគ្នាតើមានបងប្អូនណាខ្លះដែលអត់ដឹងពីរបៀបបិទ IP address នៅក្នុង Messenger ជិះវៀងពួក scammer វាខលមកវាចាប់ទីតាំងយើងបានអាហ្នឹងហានិភ័យណាបងប្អូនតោះទៅមើលវិធីធ្វើរបស់គ្នាជាដំបូងអ្នកនរគ្នាចូលក្នុង Messenger បន្ទាប់ទៀតចុចកន្លែងត្រី3នេះខាងក្រោមចុចកន្លែង setting បន្ទាប់ទៀតអូសចុះមកក្រោមចូលកន្លែង privacy and safety ចុចលើវាមកបន្ទាប់មកអូសចុះមកក្រោមឲ្យផុតនេះបងប្អូនឃើញកន្លែងprotect IP address in call អញ្ចឹងបងប្អូនចុចលើកន្លែងហ្នឹងមកនេះនៅពេលដែលបងប្អូនបើកមកគឺវាអត់បិទតែអញ្ចឹងយើងចុចអត់វាបើកអញ្ចឹងយើងចុចបើកមករួចការស្រាប់អញ្ចឹងអានេះគឺវាសំខាន់ណាស់បើសិនជាបងប្អូនចុចបើកលើវាហើយគឺពួក scammer ដែលខលមកយើងគឺខលចូលអញ្ចឹងវាសុវត្ថិភាពបតង់ទៀតទេអញ្ចឹងចំណុចនេះក៏សំខាន់ដែរបងប្អូនបន្ទាប់ពីយើងចាក់ 2FA ហើយអញ្ចឹងយើងគួរតែបិទ IP មកតង់ទៀតដើម្បី account យើងរឹងកាន់តែរឹងមាំហ្នឹងហើយអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបងប្អូនសង្ឃឹមថាបងប្អូនជួយចុច subscribe ម្នាក់មួយដើម្បីបានវីដេអូចែករំលែកថ្មីៗទៀតបាទអរគុណច្រើន